ជំរាបសួរបងប្អូនទាំងអស់គ្នាទាំងនេះយើងនិយាយពីទុរេនណាហេតុអីបានយើងនិយាយថាទុរេនដែលយើងនាំចូលពីគេមកហ្នឹងវាមានសារធាតុគីមីច្រើនដោយសារថាទុរេនវាជាដំណាំដែលវាផ្លែឈើដែលថ្លៃហើយវាឆាប់ខូចអញ្ចឹងបើសិនជាវាឆាប់ខូចអញ្ចឹងដឹកពីស្រុកគេមករយៈពេលបេះកាត់មុនដឹកមកដល់ស្រុកយើងវាប្រើរយៈពេលយូរអញ្ចឹងជាធម្មតាទុរេនវាបើពេលយើងបេះកាត់ពេលវាចាស់ល្មមដែលយើងថាំងយកមកបន្ទុំហូបឆ្ងាញ់អីចឹងវាត្រឹម4-5ថ្ងៃទៅមួយអាទិត្យយ៉ាងយូរអញ្ចឹងបើដឹកពីគេមកវាមិនមែនមួយអាទិត្យទេមុំតែបេះតែមុំតែដឹកតែមុំតែលួចឆ្លងដែនតែមុំទៅដល់ឈ្មួញចុងក្រោយគេអញ្ចឹងវាប្រើរយៈពេលយូរអញ្ចឹងគេត្រូវតែដាក់ថ្នាំឯងដោយសារថាវាជាប្រភេទដំណាំដែលវាថ្លៃហើយគេដាក់វាគេមិនមែនដាក់តិចតួចទេបងប្អូនគេដាក់ច្រើនដោយសារតែមិនបើមិនដាក់ច្រើនវាឆាប់ខូចហើយចឹងយើងនិយាយថាចុះហេតុអីបានដំណាំបន្លែផ្លែឈើទៀតក្រៅពីហ្នឹងវាអត់មានអីតាមពិតដំណាំបន្លែផ្លែឈើផ្សេងវាមិនមានតម្លៃថ្លៃហើយដំណាំបន្លែផ្លែឈើខ្លះវាជាដំណាំនៅក្នុងស្រុកយើងអាចលក់ប្រកួតប្រជែងគ្នាបានអញ្ចឹងឈ្មួញគាត់មិនចាំបាច់ដាក់សារធាតុគីមីច្រើនទេដោយសារតែសារធាតុគីមីយើងមិនមែនទៅសុំគេបានណាមិនអញ្ចឹងបងប្អូនយើងត្រូវការទិញដែរអញ្ចឹងបើយើងដាក់ច្រើនពេកអញ្ចឹងវាចំណេញដូចជាតកួនតសក់អីណាលហុងចេកអីក្រូចអីហ្នឹងមានអីហ្នឹងយើងមិនបាច់ចាំដោយសារយើងមិនបាច់ចាំដាក់វាអីបងប្អូនដោយសារតែដាក់ទៅវាមានតម្លៃវាអត់ចំណេញណាអញ្ចឹងមិនយើងផ្ដោតទៅលើថាហេតុអីបានយើងចេះតែនិយាយថាទុរេនវាដាក់គីមីវាដាក់គីមីគឺវាដាក់ច្រើនណាមិនដាក់តិចតួចទេហើយដាក់ទៅពេលវាហូបពេលណាយើងវាដាក់ច្រើនវាហូបទៅវាប៉ះពាល់សុខភាពយើងហ្នឹងហើយអាហ្នឹងវីដេអូមានខ្លីៗប៉ុណ្ណឹងបងប្អូនជួយ follow page ហើយបងប្អូនចង់ទិញទុរេនយើងមានទុរេនខ្លះសម្រាប់លក់បងប្អូនដល់យើងឥឡូវយើងដល់រដូវម៉ាន់ថងហើយបងប្អូនតម្លាក់លេខមកទីតាំងយើងអាចផ្ញើទុរេនបានដោយសារតែទុរេនយើងអត់មានដាក់សារធាតុបន្ទុំសារធាតុគឺយើងបេះផ្ទាល់មកប៉ុន្តែបងប្អូនដែលនៅឆ្ងាយយើងផ្ញើទុរេនដែលអាចទុំយូរ4-5ថ្ងៃអីយើងអាចទុំយើងផ្ញើបានបើចិត្តទុំយើងអត់ផ្ញើអត់បានទេណានឹងឲ្យយើងជួយគ្រប់គ្រងផលិតផលខ្មែរយើងទៅដើម្បីយើងបង្កើនសេដ្ឋកិច្ចយើងនៅក្នុងស្រុកពេលណាកសិករអ្នកដាំដំណាំយើងមានលុយអញ្ចឹងយើងអាចទ្រទ្រង់សេដ្ឋកិច្ចយើងបានជម្រាបលា